អតិសខុមប្រានក្នុងពោះវៀនដែលគ្រប់គ្នាតែងតែមើលរំលងតើអ្នកទាំងអស់គ្នាមានដឹងអត់ថានៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើងមានមីក្រូសរីរាង្គរាប់ពាន់លានដែលរស់នៅក៏ដូចជាលូតលាស់នៅក្នុងនោះដែលយើងហៅថាអតិសខុមប្រានពោះវៀនហើយអតិសខុមប្រានពោះវៀនទាំងនេះអាចមានដូចជាពពួកបាក់តេរីនិងផ្សិតដែលវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទ្រទ្រង់សុខភាពក៏ដូចជាសុខុមាលភាពទូទៅរបស់យើងអតិសខុមប្រានល្អនៅក្នុងពោះវៀនពិតជាជះឥទ្ធិពលទៅលើសុខភាពរបស់យើងទីមួយនោះគឺពាក់ព័ន្ធទៅនឹងប្រព័ន្ធការពាររាងកាយឬមួយក៏ប្រព័ន្ធភាពស៊ាំវាជួយទៅពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងឲ្យមានភាពរឹងមាំមួយទៀតនោះផងដែរក៏ពាក់ព័ន្ធជាមួយនឹងគេហៅថាការគ្រប់គ្រងទម្ងន់ក៏ដូចជាជួយទៅដល់ប្រព័ន្ធរំលាយអាហារហើយចុងក្រោយនោះក៏វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងខួរក្បាលនិងប្រព័ន្ធរំលាយអាហាររបស់យើងដូច្នេះអតិសខុមប្រាននៅក្នុងពោះវៀនពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយទៅដល់កាត់បន្ថយ stress និងជួយទៅដល់សុខភាពផ្លូវចិត្តរបស់យើងផងដែរដូច្នេះប្រសិនបើអតិសខុមប្រានល្អនៅក្នុងពោះវៀនរបស់យើងលូតលាស់បានល្អក៏ដូចជាមានភាពចម្រុះនោះសុខភាពរបស់យើងក៏ល្អទៅតាមនោះដែរក៏ប៉ុន្តែតើវានឹងមានរឿងអ្វីកើតឡើងប្រសិនបើពួកវាចាប់ផ្ដើមធ្លាក់ចុះចាំមុននឹងចូលទៅដល់ផលប៉ះពាល់យើងមកនិយាយអំពីថាតើកត្តាអ្វីខ្លះដែលអាចបណ្ដាលឲ្យមានការធ្លាក់ចុះនៃអតិសខុមប្រានល្អនៅក្នុងពោះវៀនក្នុងនោះកត្តាមួយចំនួនមានដូចជាការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកមួយទៀតនោះក៏ពាក់ព័ន្ធជាមួយនឹងរបបអាហារបើសិនបើយើងមិនបានទទួលទានរបបអាហារដែលសម្បូរទៅដោយបន្លែផ្លែឈើដែលមានជាតិកាកសរសៃច្រើននោះទេឬមួយក៏យើងទទួលទាននៅអាហារកែច្នៃច្រើននោះវាអាចជះឥទ្ធិពលធ្វើឲ្យធ្លាក់ចុះនៃអតិសខុមប្រានល្អនៅក្នុងពោះវៀនកត្តាមួយចំនួនទៀតដូចជាកត្តាអាយុដូចជាកត្តា stress និងកត្តាឥទ្ធិពលដែលជះពីមជ្ឈដ្ឋានខាងក្រៅដូចជាការប្រើប្រាស់សារធាតុគីមីឬមួយក៏អីផ្សេងៗទៀតហ្នឹងក៏អាចប៉ះពាល់ទៅដល់ការធ្លាក់ចុះនៃអតិសខុមប្រានរបស់ពោះវៀនផងដែរហើយចំពោះផលប៉ះពាល់នៃការធ្លាក់ចុះអតិសខុមប្រានល្អនៅក្នុងពោះវៀនមានដូចជាទីមួយនោះគឺប៉ះពាល់ទៅដល់ប្រព័ន្ធភាពស៊ាំយើងនឹងឯងដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងទន់ខ្សោយងាយស្រួលនៅក្នុងការឆ្លងជំងឺផ្សេងៗជាពិសេសគឺកុមារតូចៗមួយទៀតនោះក៏អាចពាក់ព័ន្ធជាមួយនឹងជំងឺដែលតាក់ទងទៅនឹងប្រព័ន្ធរំលាយអាហារផងដែរដែលក្នុងនោះអាចមានដូចជា IBS ឬមួយក៏អាចមានអាការៈទល់លាមកឬមួយក៏រាគរូសជាដើមហើយតាក់ទងដោយដែលអ្នកគ្រូបាននិយាយមុននឹងអញ្ចឹងក៏វាអាចពាក់ព័ន្ធទៅនឹងកត្តាផ្លូវចិត្តផងដែរនៅពេលដែលអតិសខុមប្រានល្អនៅក្នុងពោះវៀនធ្លាក់ចុះវាអាចធ្វើឲ្យយើងមានជំងឺថប់អារម្មណ៍ឬមួយក៏ stress ឬមួយក៏បាក់ទឹកចិត្តអីផ្សេងៗជាដើមផងដែរលើសពីនេះទៅទៀតក៏វាអាចពាក់ព័ន្ធជាមួយនឹងជំងឺដែលអាចបណ្ដាលឲ្យមានវិបត្តិ metabolism មួយចំនួនដូចជាជំងឺដែលធាត់លើសទម្ងន់ឬមួយក៏ជំងឺទឹកនោមផ្អែមជាដើមដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយថាកត្តាអស់ទាំងនេះគឺសុទ្ធតែជាកត្តាដែលរងមកនៅឥទ្ធិពលដែលបណ្ដាលមកពីការធ្លាក់ចុះនៃអតិសខុមប្រានល្អរបស់ពោះវៀនដូច្នេះអ្នកទាំងអស់គ្នាគួរគប្បីទទួលទាននៅអាហារដែលសម្បូរទៅដោយបន្លែផ្លែឈើឲ្យបានច្រើនដើម្បីគ្រប់គ្រងទៅដល់អតិសខុមប្រានល្អនៅក្នុងពោះវៀនក្នុងករណីដែលត្រូវការចាំបាច់ប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកឬមួយក៏ថ្នាំផ្សះផ្សេងៗគួរគប្បីពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីឲ្យយើងច្បាស់ថាវាមិនបានផ្ដល់នៅផលប៉ះពាល់ណាមួយទៅដល់អតិសខុមប្រានល្អរបស់ពោះវៀនយើង